គ្នាវីដេអូនេះខ្ញុំចង់និយាយពីភាពល្អរបស់ព្រះជាម្ចាស់និងព្រះយេស៊ូវដែលខ្ញុំនឹងចែករំលែកពីទីសម្គាល់ខ្ញុំផ្ទាល់ដែលខ្ញុំសូមទៅវះកាលពីថ្ងៃ16អញ្ចឹងឥឡូវវាបាន2អាទិត្យហើយខ្ញុំអត់សូវនិយាយទៅគឺនិយាយអីធំហ្មងគឺអត់សូវលុយក្នុងកងទេហ្នឹងហើយយើងឈឺហើយយើងអត់បានទៅធ្វើការហើយអញ្ចឹងយើងមិនមានលុយប៉ុន្តែយើងត្រូវទិញថ្នាំហើយអត់មានលុយក្នុងកងទេក្នុងកងយើងសល់តែ1រៀល for real ប៉ុន្តែខ្ញុំយើងគឺថា stress អីចឹងយើងបាក់ជ្រឿងហ្នឹងដែរប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានចូលមកវីដេអូបងផងម្នាក់ដែលគាត់និយាយពីព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យទៅបង្កើតដំណឹងល្អនៅ Los Angeles ហើយគាត់គឺជា YouTuber ដែលគាត់ចែករំលែកពីជំនឿអីចឹងណាខ្ញុំមើល content គាត់ហ្នឹងហើយខ្ញុំមានអារម្មណ៍ចូលចិត្តខ្លាំងតែខ្ញុំអត់ចង់វីដេអូគាត់មួយដែលគាត់និយាយពីបកស្រាយឲ្យខ្ញុំយើងវិញ sorry គាត់ត្រូវព្រះជាម្ចាស់ត្រាស់ឲ្យគាត់ឲ្យទៅបង្កើតដំណឹងល្អនៅ Los Angeles ប៉ុន្តែគាត់អត់មានលុយទេហើយនៅពេលដែលគាត់មកដល់ Los Angeles រយៈពេល2អាទិត្យហ្នឹងហើយ2អាទិត្យគាត់អត់មានលុយហើយគាត់សួរព្រះជាម្ចាស់ថាព្រះជាម្ចាស់អានឹងជាអីខ្ញុំធ្វើមិនទៅខ្ញុំអត់លុយផងអញ្ចឹងទៅហើយគាត់ក៏បាននិយាយជាភាសាអង់គ្លេសដោយសារ content ហ្នឹងវាជាភាសាអង់គ្លេសតែចាខ្ញុំនឹងបកប្រែគាត់និយាយថា God help me គាត់អធិដ្ឋានចឹងនិយាយចឹងរហូតហើយដល់ពេលក្នុងថ្ងៃដដែលហ្នឹងយប់ឡើងគាត់ក៏ទទួលបានគេ transfer លុយចូលក្នុងកងគាត់$1000ហើយខ្ញុំគ្រាន់ស្ដាប់វីដេអូហ្នឹងហើយខ្ញុំមានអារម្មណ៍ថាវ៉ាវគឺថាដោយសារតែស្ថានភាពខ្ញុំឥឡូវហ្នឹងគឺវាត្រូវការលុយដោយសារដើម្បីទិញថ្នាំទិញអីចឹងណាដើម្បីទិញថ្នាំដើម្បីព្យាបាលដើម្បីឆាប់បានទៅធ្វើការវិញដល់ពេលហើយខ្ញុំឃើញវីដេអូហ្នឹងទៅក៏ខ្ញុំស្រែកធ្វើតាមគាត់ខ្ញុំឃើញមើលវីដេអូហ្នឹងពេលខ្ញុំញ៉ាំបាយពេលថ្ងៃអញ្ចឹងពេលដែលខ្ញុំញ៉ាំបាយហើយកំឡុងពេលថ្ងៃហ្នឹងរហូតដល់ពេលល្ងាចម៉ោងប្រហែលជាម៉ោង6ខ្ញុំនិយាយទៅខ្ញុំធ្វើអីផ្សេងទៀតដែរប៉ុន្តែខ្ញុំក៏ហៅរហូតរបៀបយើងអធិដ្ឋានយើងសូត្រចឹងរហូតថា God help me with the money I need money to pay for my medical bill ចឹងទៅខ្ញុំអធិដ្ឋានហើយខ្ញុំបើសិនជាបកជាខ្មែរមានន័យថាព្រះជាម្ចាស់ជួយខ្ញុំអីចឹងទៅស្ងាត់បងប្អូនដែលគាត់ធ្វើការឲ្យខ្ញុំចង់និយាយខ្មែរអីចឹងណាហ្នឹងហើយដើម្បីគាត់ស្រួលយល់ដល់ពេលទៅខ្ញុំក៏សូត្រអញ្ចឹងរហូតតាំងពីពេលបាយថ្ងៃប្រហែលជាកំឡុងម៉ោង1ដល់ម៉ោង6ល្ងាចប៉ុន្តែក៏យើងមិនថាពេលខ្លះក៏យើងទៅធ្វើអីផ្សេងអញ្ចឹងទៅក្នុងថ្ងៃហ្នឹងប៉ុន្តែគំនិតខ្ញុំគឺសូមជំនួយអញ្ចឹងពីរឿងលុយព្រះជាម្ចាស់ជួយខ្ញុំឲ្យមានលុយដើម្បីទិញថ្នាំអីចឹងទៅដោះស្រាយជីវភាពយើងបរិយាកាសយើងប្រចាំថ្ងៃអីចឹងហ្នឹងហើយដល់ពេលហើយម៉ោង6មេខ្ញុំគាត់បាញ់លុយចូលកងខ្ញុំតែខ្ញុំផ្ញើសារលុយថាខ្ញុំត្រូវដល់ថ្ងៃបើកលុយប៉ុន្តែគាត់ទៅបាញ់ចូលណារៀងពេលហើយក៏ខ្ញុំទទួលបានមេខ្ញុំគាត់បាញ់លុយចូលកងខ្ញុំថ្ងៃម៉ោង6ហើយខ្ញុំដឹងមកថានឹងគឺជាស្នេហ៍ព្រះជាម្ចាស់ព្រះបិតាព្រោះអត់មានអ្នកគេអាចធ្វើនឹងបានទេអញ្ចឹងខ្ញុំសង្ឃឹមថាទីសង្កត់របស់ខ្ញុំនឹងទៅកាន់បងប្អូនហើយនឹងជួយបងប្អូនក្នុងការឆ្លងកាត់ថ្ងៃនេះប្រហែលជាថ្ងៃនេះជាថ្ងៃដ៏ពិបាកអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូខ្ញុំនឹងដំណឹងល្អនឹងសារដែលខ្ញុំចែករំលែកនឹងជួយបងប្អូនឲ្យបងលើព្រះជាម្ចាស់ហើយហៅធ្វើតាមខ្ញុំខាញ់លោទទួលបានការសង្គ្រោះមិនមែនខាញ់លោទេគឺនឹងទទួលបានការសង្គ្រោះបើសិនជាធ្វើអញ្ចឹងព្រោះខ្ញុំទទួលបានហើយបើយើងអត់ទាន់បានយើងសូត្រទៀតអធិដ្ឋានទៀតរហូតដល់